Bạn chắc mà ông Merian ní xem nhập vocab ní bà chẳng muốn tập bóng phát cứ đối với chẳng nãy bà phải mỗi team muốn tập bóng bóng nãy chứ cứ dừng ở quạt này bị bay này tí vậy hưởng phép này từ bên tầm máu hưởng quặn vậy bị ấy hỏi ai quặn vậy đòi mệt bà đòm hưởng kho về cho con kho bị khỏi nè bà hay khi mà quạt hiện xua trong nói cái này từ bên tầm máu tới bà toàn mà tiết phèn làm ti tiết cứ sâu mơ với tàu ở dương ao chùm lõi qua tờ lơ càng nghiệp trà và qua hồng vợហើយការងារផ្ទះហ្នឹងគឺមានវីដេអូដែលបង្ហាញថាតើចម្លើយវាជាអីអញ្ចឹងមើលវីដេអូហ្នឹងហើយចាំទៅថ្នាក់បរិញ្ញាណាបាទបន្តមកទៀតយើងឲ្យគាត់លេងល្បែងមួយល្បែងហ្នឹងគឺឈ្មោះថា knock 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 ហ្នឹងគូណាបាទអញ្ចឹង work with your partner ធ្វើការជាមួយដៃគូរបស់ពួកអ្នក get 10 classroom item យកវត្ថុដែលតាក់ទងជាមួយនឹងថ្នាក់រៀនហ្នឹង10មកបាទ item ហ្នឹងគឺវត្ថុឧទាហរណ៍មានប៊ិចមានជ័រលុបមានសភៅ pen rubber and book ask your partner to close his or her eyes បាទ ask នេះបាទស្នើបាទឲ្យដៃគូរបស់អ្នកបិទភ្នែករបស់គាត់ knock on each item and your partner have to guess knock គឺគូសទៅលើវត្ថុមួយហ្នឹង and your partner have to guess what it is គាត់ត្រូវទាយថានឹងជាអីអញ្ចឹងមានន័យថាមិនអុកមកថាគាត់មានប៊ិចមួយអញ្ចឹងបាទអញ្ចឹងគាត់មានប៊ិចមួយអញ្ចឹងបាទគាត់អាចដៃគូគាត់បិទភ្នែកទៅហើយគាត់គូសបាទតុក3ដងអញ្ចឹងទៅបាទមានន័យថាអ្នកដែលគូសហ្នឹងគឺគាត់ស្ដាប់បាទដល់ពេលគាត់ស្ដាប់ហើយគឺគាត់ទាយថាតើស្ដាប់សំឡេងហ្នឹងគាត់ទាយថាហ្នឹងអីអញ្ចឹងគាត់ទាយប្រហែលជាបាទគូស5ហ្នឹងទៅបាទគូស5នឹងចំណោម10អីអញ្ចឹងណាបាទអញ្ចឹងគាត់ដូរនៅគូសទៅវិញទៅមកទៅហើយព្យាយាមទាយទៅបានហើយបាទបន្តមកទៀតយើងឲ្យគាត់លេងហ្គេមទី2អញ្ចឹងក្នុងហ្គេមនេះគេហៅថា rock and scissor rock ហ្នឹងគឺដុំថ្ម scissor ហ្នឹងគឺ country អញ្ចឹងលេង country ហើយនឹង rock and scissor ហ្នឹងមានន័យថាលេងប៉ាវស៊ីស៊ុំបាទ say and do the following picture ពេលគាត់ប៉ាវហើយគឺគាត់និយាយហើយគាត់ធ្វើរូបភាពខាងក្រោមនេះអញ្ចឹងមានន័យថាម៉េចអញ្ចឹងនេះគឺជាចំណុចចាប់ផ្ដើមបាទអញ្ចឹងកន្លែងនេះគឺជាចំណុចបញ្ចប់បាទអញ្ចឹងចំណុចបញ្ចប់បាទសំទោសកន្លែងនេះគឺ finish បាទអញ្ចឹងចំណុចចាប់ផ្ដើមមកថាឥឡូវគាត់ប៉ាវទៅអ្នកណាឈ្នះអ្នកណាដើរមុនហើយដើរតាមអញ្ចឹងមកអ្នកណាដើរមកដល់កន្លែងនេះមុនគេគឺជាអ្នកឈ្នះបាទអញ្ចឹងពេលគាត់ប៉ាវសុំមកថាឥឡូវគាត់ប៉ាវឈ្នះអញ្ចឹងប៉ាវឈ្នះគាត់បានរូបទី1អញ្ចឹងរូបទី1គាត់និយាយសិនបាទនិយាយថារូបភាពនោះជាអីអញ្ចឹងរូបភាពនេះគឺ open your book បាទ also មែនទេ open up book គឺបើកសៀវភៅអញ្ចឹងគាត់និយាយចឹងហើយគាត់ទាញសៀវភៅមកបើកមកអូខេបាទបើសិនគាត់កើតប៉ាវឈ្នះទៅគាត់ចូលកន្លងទី2ណាបាទអញ្ចឹងស៊ីសងនេះអ្នកណាឈ្នះម្ដងនេះមុនគឺអ្នកណាដើរម្ដងនេះមុនគឺអ្នកឈ្នះអញ្ចឹងកន្លែងនេះគឺបាទ pick up a pen បាទគឺយើងយកប៊ិចនឹងឡើងមកបាទកន្លែងនេះគឺ draw បាទ a picture គាត់គូររូបភាពបាទអញ្ចឹងគាត់អានអាហ្នឹង draw picture ហើយគាត់គូររូបភាពនៅលើกระดาษមកកន្លែងនេះគឺបាទ get up បាទអញ្ចឹងកន្លែងនេះគឺ get up ហើយបាទបន្ទាប់មកទៀតកន្លែងនេះគឺ sit down បាទអញ្ចឹងមកថាគាត់អាន sit down គាត់អានហើយគាត់អង្គុយចុះភ្លាមហើយគាត់ប៉ាវសុំភាសាទៀតកន្លែងនេះគឺ write បាទសរសេរកន្លែងនេះគឺopen a book បាទអញ្ចឹងខ្ញុំច្រឡំកន្លែងមួយណាបាទអញ្ចឹងកន្លែងនេះតាមពិតទៅមិន open a book កន្លែងនេះគឺ read a book បាទគាត់អានសៀវភៅកន្លែងនេះគឺ sing a song បាទអញ្ចឹងគាត់និយាយថា sing a song ហើយគាត់ច្រៀងចម្រៀងបន្តិចទៅកន្លែងនេះគឺ close a book បិទសៀវភៅមកវិញកន្លែងនេះគឺ count បាទរាប់បាទអញ្ចឹងមានន័យថាម៉េចគាត់ប៉ាវស៊ីសុំទៅហើយគាត់បើសិនជាគាត់ឈ្នះគាត់ដើរមកមួយឈ្នះដើរមកមួយឈ្នះដើរមកមួយអញ្ចឹងមកដល់កន្លែងនេះគឺគាត់ឈ្នះមកដល់កន្លែងនេះគឺគាត់ឈ្នះគេអញ្ចឹងទី1គាត់ត្រូវអាន sit down ហ្នឹងគាត់ធ្វើកាយវិការច្រាប់តាមអ្វីដែលគាត់និយាយហ្នឹងហើយយើងអាចបរៀនអានឹងរូបភាពហ្នឹងទាំងអស់គាត់អញ្ចឹងណា
បាទបរិញ្ញាណាចាំឲ្យគាត់លេងហ្គេមហ្នឹងណាបាទបាទពេលលេងហ្គេមហ្នឹងចាប់ហើយចូលមកដល់ទី2គឺ get into a group of 5 student បន្ទាប់មកទៀតគឺគាត់ចូលក្រុមមួយក្រុមមាន5នាក់មួយក្រុម5នាក់ one of your members stand in front of in the front អញ្ចឹងមួយនៅក្នុងចំណោមសមាជិកហ្នឹងគឺ stand in the front ឈរនៅក្នុងមុខ mime a word អញ្ចឹងគាត់ធ្វើត្រាប់តាមពាក្យដែលគាត់ឃើញនៅក្នុងនេះ try to guess the word that your member mime អញ្ចឹងអ្នកដែលនៅក្នុងក្រុមហ្នឹងគឺព្យាយាមទាយពាក្យដែលម្នាក់នឹងធ្វើអញ្ចឹងឧបមាថាសិនអញ្ចឹងគាត់ធ្វើកាយវិការសិនទៅហើយក្រុម4អ្នកផ្សេងទៀតហ្នឹងគឺព្យាយាមទាយថាគាត់កំពុងតែធ្វើអីដោយនិយាយជាភាសាអង់គ្លេសណាបាទ open your book បើកសៀវភៅ listen ស្ដាប់ work in pair ធ្វើការជាគូ write on the whiteboard សរសេរនៅលើក្តារខៀន raise your hand បាទលើកដៃឡើង silent please បាទសូមស្ងាត់ come to the board បាទសូមមកក្តារខៀន repeat after me បាទសូមនិយាយតាមខ្ញុំ pause គឺផ្អាក compare your answer ប្រៀបធៀបចម្លើយ walk around the room ដើរជុំវិញថ្នាក់អញ្ចឹងមានន័យថាអ្នកដែលមនុស្សដែលឈរមុខគេហ្នឹងគឺគាត់អាចរើពាក្យណាក៏បានដែរអញ្ចឹងគាត់ធ្វើ drop តាមពាក្យហ្នឹងទៅហើយហាមគាត់អត់ឲ្យនិយាយហើយអ្នកក្រុមគាត់ព្យាយាមទាយដល់និយាយភាសាអង់គ្លេសថាគាត់និយាយធ្វើអីណាបាទពេលគាត់ធ្វើចប់ទាំងអស់ហ្នឹងហើយបាទក្រុមណាចប់មុនគេក្រុមនឹងអ្នកឈ្នះបាទអញ្ចឹងគាត់មានរយៈពេល10នាទីបន្ទាប់មកមេរៀនចុងក្រោយគឺ write the correct word for each phonetic symbol below អញ្ចឹង phonetic symbol នេះគឺសញ្ញាបញ្ចេញសំឡេងអញ្ចឹងគេឲ្យតែសេពាក្យសម្រាប់ការបញ្ចេញសញ្ញាមួយៗនេះ then take turn to pronounce this to your partner take turn ហ្នឹងគឺយើងបដូរវេនម្ដងម្នាក់ដើម្បីបញ្ចេញសំឡេងទៅឲ្យមិត្តភក្តិស្ដាប់បាទអញ្ចឹងកន្លែងនេះគឺយើងមានហើយបាទអញ្ចឹងអានេះតើយើងចាំ phonetic symbol ណាថ a ថេបនឹង l បអញ្ចឹង table ខនឹងអខមខំផនឹងយទៅជាចភ្ជនឹងអ៊ូភ្ជូថថអញ្ចឹង computer បាទ table computer ដអានេះ x ខ dick អានេះ sh ណ shin រ e អញ្ចឹង nary dictionary បអ៊ុខ book បាទសហ្នឹងហើយអញ្ចឹងកន្លែងនេះគឺសខ skirt អ៊ូ school នឹងលទៅជា school សនឹងថទៅជា st នឹងអ៊ូទៅជា stew ដបាទហើយនឹង n ទៅជា den student សំដៅ i នឹងងទៅជា ing ងនឹងលទៅជា កលិ i click sh English English ខអនេះជាស្រៈអណាបាទអញ្ចឹងខអ cam cam បអានេះគឺជាស្រៈ o bow ដអានេះគឺជាស្រៈ e អញ្ចឹង Cambodia ខនឹងវទៅជាខ្វខ្វអខ្វខ្វនឹងសទៅជា quest អានេះឆទៅជាឆនឹងណទៅជា chin question ផអាទៅជាថទៅជា part ណទៅជា n អញ្ចឹង partner អញ្ចឹងពេលគាត់សរសេរចម្លើយទាំងអស់នេះហើយគឺយើងចាប់ដើមបញ្ចេញសំឡេងឲ្យគាត់យកដៃខ្ទប់ទៅបាទយកដៃខ្ទប់អក្សរនេះកុំឲ្យគាត់មើលឃើញអក្សរនេះណាហើយឲ្យគាត់មើលតែ phonetic symbol នេះមួយយើងអញ្ចឹងបន្ទាប់មកយើងឲ្យគាត់អានតាមយើងណាយើងអានថា table computer dictionary book school student English Cambodia question partner តទៅពេលយើងបណ្ណោណាគាត់អានតាមចប់ហើយគាត់ពីអ្នកដៃគូគាត់ហ្នឹងគឺអានម្នាក់10ចប់ដូចគ្នាណាបាទហើយឲ្យយើងដើរជុំវិញថ្នាក់ទៅមើលមានអីដែលយើងអាចជួយបានហើយមិត្តភក្តិគាត់អាចជួយកែតម្រូវការបញ្ចេញសម្លេងបានដូចគ្នាដែរណា